ទៅប្រទេសម៉ាឡេស៊ីត្រូវការឯកសារអ្វីខ្លះចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបំពេញឯកសារស្នើសុំចូលប្រទេសម៉ាឡេស៊ីក៏ដូចជាបង្ហាញពីរបៀប check in និងមើល information ផ្សេងៗនៅលើសំបុត្រយន្តហោះទៅប្រទេសម៉ាឡេស៊ីមានសំបុត្រយន្តហោះឬក៏មានតែ passport ក៏អាចចូលបានដែរតែក៏អត់ត្រូវការវីសាដែរអ្នកទាំងអស់គ្នាហើយដែលអ្នកទាំងអស់គ្នាត្រូវការនោះគឺ MDAC ដែលភាសាអង់គ្លេសគេហៅថា Malaysia Digital Arrival Card កាតនឹងគឺសំខាន់ខ្លាំងមែនទែនដែលតម្រូវឲ្យអ្នកទាំងអស់គ្នាបំពេញមុនហោះហើរ3ថ្ងៃចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងត្រូវមកប្រទេសម៉ាឡេស៊ីឬក៏ប្រទេសផ្សេងៗដែលគេតម្រូវឲ្យមាន Arrival Card ហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវតែបំពេញហើយរបៀបនៃការបំពេញអ្នកទាំងអស់គ្នាអាចមើលនៅក្នុងវីដេអូនេះបានដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូល Google ហើយវាយពាក្យថា MDAC បន្ទាប់ពីវាយពាក្យហ្នឹងហើយយើងចុច Enter មកវានឹងចេញជាទម្រង់បែបនេះហើយយើងអាចចុចទៅលើផ្ទាំងដូចដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាចុចហើយយើង scroll មកក្រោមបន្តិចមកនឹងឃើញជា link ហ្នឹងអញ្ចឹងយើងចុចនៅក្នុង link ហ្នឹងមកប្រកាសជា load ពាក្យថា register បន្ទាប់មកបងប្អូនគ្រាន់តែចុចទៅលើពាក្យ register ពណ៌ក្រហមហ្នឹងហើយវានឹងចេញជាទម្រង់បែបនេះឲ្យបងប្អូនបំពេញព័ត៌មានផ្សេងៗដូចជាឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬក៏ទីក្រុងដែលយើងត្រូវហោះហើរឬក៏អីផ្សេងៗអញ្ចឹងទៅបន្ទាប់មកបងប្អូនគ្រាន់តែចុច submit ហើយជាការស្រេចវានឹងផ្ញើព័ត៌មានផ្សេងៗចូលទៅក្នុង email ឬក៏បងប្អូនអត់ចង់បំពេញតាមរយៈ Google ឬក៏ form ផ្សេងៗនៅលើ website អីទេបងប្អូនអាចចូលទៅ download app របស់គេបានណាដោយអ្នកទាំងគ្នាគ្រាន់តែវាយពាក្យថា Malaysia Airport ដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងណាបន្ទាប់មកអ្នកទាំងគ្នានឹងឃើញហើយគឺ app ទី2ពណ៌សលាយពណ៌ស្វាយនេះបន្ទាប់មកអ្នកទាំងគ្នាចុច download មកពី download បានអីហើយអស់ហើយអ្នកទាំងគ្នាគ្រាន់តែបើក app ហ្នឹងមកនឹងឃើញពាក្យថា your digital arrival card ចុចទៅលើហ្នឹងមកអ្នកទាំងគ្នានឹងឃើញជាទម្រង់ដូចដែលខ្ញុំបានបង្ហាញនៅក្នុង Google មិញហ្នឹងអញ្ចឹងគឺចេញមកគឺបែបហ្នឹងហ្មងនិយាយទៅគឺ download app មួយនេះគឺវាងាយស្រួលជាងហើយបំពេញព័ត៌មានហើយចុច submit មកគឺដូចគ្នាអត់ពិបាកទេណាឯកសារទី2ដែលអ្នកទាំងគ្នាត្រូវការនោះគឺសំបុត្រយន្តហោះទាំងទៅនិងទាំងមកនៅពេលដែលអ្នកទាំងគ្នាទៅដល់ immigration គេនឹងសួររកសំបុត្រយន្តហោះត្រឡប់ទៅប្រទេសកម្ពុជាវិញអញ្ចឹងបើសិនជាអ្នកទាំងគ្នាទិញសំបុត្រយន្តហោះកុំទិញតែទៅម៉ាឡេស៊ីត្រូវតែទិញត្រឡប់មកវិញដូចគ្នាព្រោះដោយសារគេនឹង check រកមូលហេតុជាច្រើនដែលត្រូវ check រកអាហ្នឹងការទី3នោះគឺពាក់ព័ន្ធជាមួយនឹងកន្លែងដែលយើងស្នាក់នៅម្លងពេលដែលយើងធ្វើដំណើរកំសាន្តនៅប្រទេសម៉ាឡេស៊ីនឹងឯងគឺដូចជាសន្តាគារឬក៏ apartment អញ្ចឹងគេមានថ្ងៃបញ្ជាក់ check in និង check out សារនេះដែរគឺយើងបានតាមរយៈការ booking សន្តាគារឬក៏ apartment ដែលយើងនៅអញ្ចឹងវានឹងផ្ញើ file ចូលទៅក្នុង email ដែលយើងបាន booking នឹងឯង recommend ឲ្យអ្នកទាំងគ្នា print file ទាំងប្រមាណហ្នឹងចេញជាกระดาษដូចខ្ញុំមកហើយនៅពេលដែលអ្នកទាំងគ្នាទៅដល់កន្លែង immigration របស់គេអ្នកទាំងគ្នាគ្រាន់តែហុចអានឹងទៅឲ្យ officer របស់គេមកជាការស្រេចឯកសារយើងធ្វើឲ្យអស់ហើយអញ្ចឹងខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រក្នុងការ check in នៅក្នុងពលិយន្តហោះថ្មីកន្លែង check in យកសំបុត្រយន្តហោះគឺនៅសងខាងរូបបដិមាករប្រពុតនឹងតែម្ដងប៉ុន្តែបងប្អូនត្រូវសម្លឹងមើលទៅលើផ្ទាំង LED មួយនេះសិន counter គេនឹងបើកមុន3ម៉ោងមុនពេលធ្វើការហោះហើរអញ្ចឹងខ្ញុំជិះយន្តហោះ KT 165 កាឡាឡាំពួរម៉ោង 9:50 អញ្ចឹងខ្ញុំត្រូវទៅ counter C10 ឬក៏ C11 ដោយដែលបានដាក់នៅលើអេក្រង់នឹងអញ្ចឹងណាបងប្អូនត្រូវដឹងថាខ្លួនឯងជិះយន្តហោះឲ្យគេនៅម៉ោងប៉ុន្មានឈ្មោះឲ្យគេអញ្ចឹងណាបន្ទាប់ពីដឹងហើយអស់ហើយគឺយើងអាចទៅមើលព័ត៌មានផ្សេងៗនៅលើក្តារនឹងបានព្រោះពេលខ្លះយើងទៅមុនអញ្ចឹងទៅគឺអាចថាគេអត់ទាន់បើក counter ឲ្យ check in ក៏ថាបានដែរតែបើគេបើកហើយគឺយើងទៅ check in យកសំបុត្រយន្តហោះមកបន្ទាប់មកគឺខ្ញុំមក counter C10 ហើយនិង C11 ដើម្បី check in យកសំបុត្រយន្តហោះប្រាប់វ៉ាលីគឺខ្ញុំ recommend ឲ្យអ្នកទាំងគ្នាចងអីនៅលើហ្នឹងឬក៏បិទរូបអីមួយដែលជាសញ្ញាសម្គាល់ឲ្យយើងស្រួលរកដល់ពីអ្នកទាំងគ្នា check in បានសំបុត្រយន្តហោះហើយកុំភ្លេចទៅដក tag នៅធនាគារកាណាឌីយ៉ានៅក្នុងពលាននឹងផងណាបានប្រហែលជា$7ដែរអូនេះគឺបន្ទាប់ពីខ្ញុំ scan passport ហើយនិង scan អីវ៉ាន់ដែលនៅជាប់ខ្លួនខ្ញុំហើយអស់ហើយអញ្ចឹងគឺខ្ញុំត្រូវដើរទៅ gate ទី24អញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងវីដេអូនេះបានណាសម្រាប់កន្លែង scan passport ហើយនិងកន្លែង scan ពិនិត្យមើលអីវ៉ាន់អីផ្សេងៗគឺខ្ញុំអត់បានថតឲ្យអ្នកទាំងគ្នាមើលទេព្រោះដោយសារកន្លែងហ្នឹងគឺជាកន្លែងគេហាមឃាត់ឲ្យយើងថតទេហើយនេះគឺជាផ្ទាំងដែលបង្ហាញពី gate អញ្ចឹង gate ទី21រហូតដល់27ទៅខាងឆ្វេងដៃអញ្ចឹងគឺខ្ញុំទៅខាងឆ្វេងដៃហើយដើរទៅត្រង់រហូតទៅគឺឃើញ gate ទី24ហើយ A24 ហ្នឹងណាចឹងយើងបត់ស្ដាំមកហើយចុះទៅក្រោមទៅមកដល់កន្លែងនេះយើងរងចាំប្រហែលជា30នាទីគេចាប់ផ្ដើមប្រកាសសូនហើយចឹងខ្ញុំតម្រង់ជួរនៅសូនទី2គេមានសូន1សូន2សូន3អីចឹងទៅយើងត្រូវតម្រង់ជួរទៅតាមសូនដែលគេបែងចែកបន្ទាប់មកទៀតគឺដល់ពេលវេលាដែលគេប្រកាសហៅយើងឡើងទៅលើយន្តហោះហើយគឺយើងដើរមកត្រង់រហូតមកហើយខ្ញុំអង្គុយវិញគឺនៅ 24D ព្រោះកក់សបុត
ភ្លាមឡើងភ្លាមហ្មងអញ្ចឹងកន្លែងដែលខ្ញុំបានបង្ហាញមីហ្នឹងគឺកន្លែងលេខរៀងកៅអីណាតោះគ្នាវីដេអូនេះដែរគឺខ្ញុំ review ពីបន្ទប់ទឹកនៅក្នុង Air Asia នៅលើយន្តហោះនឹងតែម្ដងកន្លែងនេះកន្លែងបោះចោលសម្រាប់យន្តហោះចាប់ផ្ដើមធ្វើការហោះហើរហើយនេះគឺជាទស្សនវិជ្ជារបស់ប្រទេសកម្ពុជាយើងដែលយើងមើលពីខាងលើខ្ញុំចូលចិត្តទេសភាពនៅពលានយន្តហោះថ្មីជាងពលានយន្តហោះចាស់ព្រោះពេលដែលហោះទៅឃើញខៀវស្ងាត់ស្អាតខ្លាំងមែនទែនពីធ្វើការហោះហើររយៈពេលប្រហែលជា30នាទីទៅ40នាទីអីហ្នឹងគឺកាប៊ីនគ្រូរបស់គេចាប់ផ្ដើមលក់ភេសជ្ជៈឬក៏ម្ហូបអាហារនៅលើយន្តហោះនឹងឯងអញ្ចឹងយើងអាចកំងអីញ៉ាំបានណាចឹងខ្ញុំបានកំងមីញ៉ាំជាមួយនឹងភេសជ្ជៈអីផ្សេងហើយកន្លែងនេះដែរគឺយើងមកដល់ប្រទេសម៉ាឡេស៊ីហើយឃើញស្អាតខ្លាំងមែនទែនហើយនេះគឺពលានយន្តហោះប្រទេសម៉ាឡេស៊ីផ្ទាល់គឺមកដល់គឺសុទ្ធតែ Air Asia នេះគឺ Terminal 2